សួស្តីកូនៗទាំងអស់គ្នាស្វាគមន៍មកកាន់ Channel លោកគ្រូសុខីមរតនជាបន្តទៀតថ្ងៃនេះកូនៗនឹងបានសិក្សាជាមួយនឹងលោកគ្រូនៅមេរៀនរំលឹកទី13ព្យញ្ជនៈយោសម្រាប់ពីយោរោសម្រាប់ពីរវសម្រាប់ពីវផ្សំស្រៈឥឡូវកូនមើលទាំងអស់គ្នាព្យញ្ជនៈទាំង3នេះគឺព្យញ្ជនៈដែលមានសញ្ញាមូលសេកតននៅពីលើមែនទេកូនមើលមានសម្រាប់ពីនៅពីលើទាំង3ចឹងទាំង3នេះគឺពីមុនមកសំឡេងរបស់វាគឺសំឡេងពួកអូណាសំឡេងពួកអូចឹងយោសំឡេងអូរោសំឡេងអូវសំឡេងពួកអូដល់ពេលយើងដូរដាក់ពីលើគឺសញ្ញាថ្មិញកណ្ដោឬហៅថាសញ្ញាមូសេកតនហ្នឹងវាដូរសំឡេងអា3ហ្នឹងទៅជាសំឡេងពួកអវិញមិនទៅសំឡេងពួកអូមិនទៅសំឡេងពួកអកូនបាទកូនបានសិក្សារួចមកហើយណាជាមួយនឹងលោកគ្រូអ្នកគ្រូកូននៅតាមសាលារៀនខ្លួនកូនក៏បានដឹងដែរកូនបានសិក្សាពីថ្នាក់ទី1មកឥឡូវមកចូលដល់មេរៀនរំលឹកនេះគឺនៅក្នុងកម្រិតថ្នាក់ទី2ណាកូនណានៅក្នុងកម្រិតថ្នាក់ទី2សៀវភៅដែលលោកគ្រូបានធ្វើនេះគឺបាទផលិតជាវីដេអូនេះគឺសៀវភៅរបស់ក្រសួងហើយនៅក្នុងកម្រិតថ្នាក់ទី2ឥឡូវកូនសិក្សាជាមួយលោកគ្រូបន្តទៀតណាបាទមួយណាកូនណាមួយដើម្បីឲ្យឆាប់បានយល់ឆាប់ចាប់បានលោកគ្រូពន្យល់មួយដល់ពេលយើងទៅមេរៀនបន្តទៅទៀតទៅច្រើនជាងនឹងទៀតទៅគឺអានច្រើនជាងនឹងទៅលែងសូវមានការបញ្យល់វិញហើយកូនអាចយល់ច្រើនចឹងគ្រូអានពាក្យបានច្រើនតែដំបូងឡើយគឺត្រូវការបញ្យល់ឲ្យបានច្រើនសិនឥឡូវកូនចូលទៅមើលការអានព្យាង្គបាទការអានព្យាង្គចឹងរៀនប្រកបរៀនអានទៅកូនចេះរៀនប្រកបរៀនប្រកបរៀនអានទៅអាចចេះណាកូនណាឥឡូវយើងទៅព្យាង្គទី1គឺព្យាង្គនេះអានថាម៉េចកូនមើលរៀនប្រកបខ្លួនឯងមើលកូនរៀនប្រកបហ្នឹងបាទគឺ verb សម្រាប់ពីវអៅវ៉ៅអញ្ចឹងព្យាង្គហ្នឹងអានថាវ៉ៅបាទចុះបើសិនជាលោកគ្រូអានចង់អានវើសរសេរមិនកូនវើអញ្ចឹងវើតើតើកូនកុំមានសម្រាប់ពីមែនទេតើលុបសម្រាប់ពីចោលអញ្ចឹងវើសំលេងពួកអោនេះសំលេងពួកអោអសវើអញ្ចឹងបើចង់អានវើវើនេះវើនេះវើស្រៈអៅនេះជាស្រៈនិស្ស័យទាំង23តួជួបជាមួយនឹងសំលេងពួកអីគេកូនសំលេងពួកអោគឺវាបានដូរសំលេងពីស្រៈអៅទៅឪអញ្ចឹងវើវើប៉ុន្តែកន្លែងនេះគឺយើងអានថាវ៉ៅដោយសារតែវើបានដូរមកសំលេងពួកអហើយអញ្ចឹងអកាលណាជួបជាមួយនឹងស្រៈនិស្ស័យទាំង23តួគឺវាមិនដូរសំលេងទេគឺបើសំលេងស្រៈអាគឺអាស្រៈអេគឺអេបាទស្រៈអីគឺអីអញ្ចឹងនៅក្នុងនេះគឺយើងអានថាវ៉ៅអញ្ចឹងគ្រូបញ្យល់នេះរៀងយូរទីសិនដើម្បីកូនបានយល់ហើយតើផ្សេងទៀតគឺស្រួលណាកូនណាតាឥឡូវអាចយល់បានហើយណាកូនណាអញ្ចឹងពួកអពួកកូនយល់ហើយឥឡូវយើងចូលទៅបន្តទៀតអានព្យាង្គនេះអានថាយ៉ៃបាទយ៉ៃយោសម្រាប់ពីយោអៃយ៉ៃព្យាង្គនេះអានថារៃរសម្រាប់ពីរអៃរៃចុះព្យាង្គនេះអានថាម៉េចកូនអានថាយ៉ាយោសម្រាប់ពីយោអាយ៉ាដល់បានទេកូនយោអាយ៉ាព្យាង្គនេះគឺអានថារ៉ាំរសម្រាប់ពីរអាំរ៉ាំចុះឆ្ងល់ថាហេតុអីបាត់សម្រាប់ពីគេទៅណានេះសម្រាប់ពីកន្លែងនេះបាត់ទៅណាហេតុអីបានជំនួសឲ្យស្រៈអូហើយដាក់ស្រៈអាំអញ្ចឹងកូនត្រូវចាំដែរកន្លែងនេះគឺកូនចាំគឺចំណាំការសរសេរការអានកូនត្រូវចាំឲ្យចំណាំថាបើសិនជាសម្រាប់ពីយើងដាក់សម្រាប់ពីកន្លែងនេះដាក់ស្អាមទៀតគឺអត់មានទេគឺមានតែបុកជើងជំនួសដល់សម្រាប់ពីខាងលើនេះមកស្រៈវិញណាកូនណាអញ្ចឹងកូនចំណាំពាក្យថារ៉ាំគឺសរសេរបែបនេះគឺរសម្រាប់ពីរអាំរ៉ាំហើយយើងជំនួសស្រៈអូនេះមកដោយសារមានស្លាបពីនៅពីលើយើងដូរមកដាក់នៅស្រៈអូនេះវិញណាកូនណាបន្តទៀតចូលដល់ព្យាង្គមួយនេះគឺអានថាវោមែនទេវោសម្រាប់ពីវអូវោចុះព្យាង្គនេះអានថាម៉េចកូនអានថាយ៉ាំយោសម្រាប់ពីយោអាំយ៉ាំកូនឃើញទេកន្លែងសម្រាប់ពីហ្នឹងគឺបានដូរដូចកន្លែងរ៉ាំដែរអញ្ចឹងកូនត្រូវចំណាំពាក្យយ៉ាំហើយពាក្យរ៉ាំគឺសរសេរបែបហ្នឹងណាគឺអត់មានសម្រាប់ពីលើទេគឺចំនួនដោយស្រៈអូនេះហើយដាក់ស្រៈអាំធម្មតា
ចុះបើលោកគ្រូសរសេរបែបនេះកូនអាចអានតាមម៉េចនេះលោកគ្រូសរសេរបែបនេះនេះសូយ៉ណាកូនណាបាទហើយនេះស្រៈអាំកូនអានតាមម៉េចកូននៅតែអានថាយ៉ាំឬកូនអានថាយំគឺអានថាយំមែនទេយើសំលេងពួកអញ្ចឹងស្រៈអាំចេញសំលេងអមអញ្ចឹងយើអមយំប៉ុន្តែកន្លែងនេះគឺអានថាយ៉ាំនេះកន្លែងយ៉ាំយើសម្រាប់ពីយអាំចាំយសំលេងអយើសំលេងអតែកូនត្រូវចាំឲ្យបានច្បាស់កន្លែងហ្នឹងណាចាំទៅនឹងច្បាស់ឲ្យគុណរៀនតទៅមុខទៀតគឺស្រួលមែនតើអត់ពិបាកទេបន្តមកទៀតគឺព្យាង្គនេះអានថារៃរសម្រាប់ពីរអីរៃបាទស្រៈអីនៅដដែលណាសំលេងវាអញ្ចឹងអានថារៃចុះព្យាង្គនេះអានថាម៉េចកូនយកសម្រាប់ពីយកនេះស្រៈអីគេស្រៈអូមែនទេស្រៈអូមែនទេស្រៈអូមិនអស់ទេណាកូនអស់នេះអស់តស្រៈមួយនេះស្រៈអេស្រៈអាហើយស្រៈអានេះបានអានថាអស់តែអានេះគឺស្រៈអូនឹងអាចេញអូអញ្ចឹងស្រៈអូយកទៅពីយកអូយូណាកូនណាអានអូយូអញ្ចឹងបន្តទៀតគឺរសម្រាប់ពីរអៅរៅវសម្រាប់ពីវអឺវអឺវើរសម្រាប់ពីរអែរ៉ែរសម្រាប់ពីរអោរោយកសម្រាប់ពីយកអីយាយនេះអានថាយាយនៅកណ្ណាប៉ុន្តែបើកូនអាននឹងសួរច្រឡំនឹងពាក្យនេះបាទសម្លំនឹងព្យាង្គមួយនេះយកយាយពីនេះអានថាយាយដល់ពេលព្យាង្គនេះអានថាយាយយកអីយាយយកអៀយាយចឹងអានេះអានថាយាយនេះអានថាយាយចឹងចែកគ្នាដាច់ណាកូនណាខុសត្រូវសំលេងគ្នាតិចតួចកូនត្រូវចែកឲ្យដាច់ពេលអានបន្តមកទៀតអានកន្លែងព្យាង្គនេះគឺអានថាវ៉វសម្រាប់ពីវអស់វសម្រាប់ពីវអូវបាទអាចអានបានណាកូនណាអញ្ចឹងលោកគ្រូបញ្យល់ដូចជារៀងច្រើនដើម្បីកូនបានស្ដាប់បានចាប់បានថាអ្វីទៅជាពួកអអ្វីទៅជាពួកអហើយរបៀបសរសេរគេសរសេរម៉េចអញ្ចឹងណាដើម្បីកូនបានយល់តោះឥឡូវកូនអានវ៉ៅយ៉ៃរៃយ៉ារ៉ាំវោយ៉ាំរៃយុរៅវើរ៉ែរោយាយវ៉ោះវោបាទអាចអានបានណាកូនកន្លែងព្យាង្គហ្នឹងបាទការអានព្យាង្គកូនអាចអានបានណាបាទហើយលោកគ្រូចេះតែជាប់មាត់ពាក្យអាចអានហ្នឹងអានពេលខ្លះនេះជាប់គ្នាតែឥឡូវចូលបន្តទៀតគឺចូលទៅកាន់ការអានពាក្យឥឡូវកូនចូលមករៀនពាក្យវិញម្ដងមុននេះគឺរៀនព្យាង្គឥឡូវយើងរៀនពាក្យម្ដងបាទឥឡូវអានពាក្យមួយលោកគ្រូពីនេះអានថារ៉ាំរៃរយ៉ារយ៉ៃចៅរៅឆៃយ៉ាំពូវ៉ៅរ៉ែរអាយ៉ៃរណារណារអញ្ចឹងកន្លែងនេះគឺ3ព្យាង្គណាសំលេង3ព្យាង្គចៅវ៉ាតាយ៉ារយាយរយ៉ៃ4ព្យាង្គទៅណារយាយរយ៉ៃបាទពាក្យនេះមានសំលេងចេញអានទៅគឺឮសំលេង4ដងណារយាយរយ៉ៃ4ព្យាង្គអញ្ចឹងអាចអានបានទេកូនអាចអានបានហើយឬនៅតាអានជាមួយលោកគ្រូបន្តទៀតម្ដងទៀតហើយកូននឹងអាចចាក់សារដានមើលម្ដងហើយម្ដងទៀតនៅកន្លែងណាដែលកូនអត់ចេះព្យាង្គនេះអានថារ៉ាំរ៉ាពាក្យបាទ
ព្យានេះគឺពាក្យគេនិយាយថារ៉ាំរៃពាក្យនេះគឺរយ៉ារយ៉ៃចៅរៅឆៃយ៉ាំពូវ៉ៅរ៉ែរអាយ៉ៃរណារចៅវ៉ាតាយ៉ារយាយរចៃអរគុណដែលកូនបាននៅបន្តមើលវីដេអូលោកគ្រូមកដល់ចំណុចមួយនេះឥឡូវបន្តទៅមុខទៀតលោកគ្រូមានអត្ថបទឲ្យកូនអានមានល្បះឲ្យកូនអានការអានល្បះការអានល្បះនារីរ៉ាំបាទនេះអានរ៉ាំគឺរាប់បងគឺរាំបាទនារីរាំឆៃយ៉ាំបាទនារីរាំឆៃយ៉ាំតាឈុំឈឺរ៉ាំរៃណាកូនណាតាឈុំឈឺរ៉ាំរៃឥឡូវកូនមើលកន្លែងនេះតិចលោកគ្រូពន្យល់កន្លែងនេះបន្តិចកូនមើលណាមិនលោកគ្រូអានច្រឡំដែរគ្រូអានថារ៉ាំតែពិតអត់ទៅណាគឺអានថារាំទៅពេលកន្លែងនេះអានថារ៉ាំវិញដោយសារវាមានអីសម្រាប់2រសម្រាប់2រអាំរ៉ាំចំនួនកន្លែងសម្រាប់2ដល់ស្រអោចំណាំកន្លែងហ្នឹងដល់ពេលកន្លែងនេះគឺអានថារាំរសំលេងអអញ្ចឹងស្រអាំចេញសំលេងអមអញ្ចឹងរអាំរាំអញ្ចឹងនារីរាំឆៃយ៉ាំតាឈុំឈឺរ៉ាំរៃបាទគ្រូចង់បញ្យល់កន្លែងហ្នឹងតោះឥឡូវបន្តទៅមុខទៀតចៅរ៉ាពូកែរាំឆៃយ៉ាំចៅរ៉ាពូកែរាំឆៃយ៉ាំបាទអរគុណណាកូនទាំងអស់នេះអាចអានបានណាកូនណាចាខំប្រឹងមើលបន្ថែមទៀតណាខំប្រឹងសរសេរផងរៀនជាមួយលោកគ្រូមានសភៅមានប៊ិចមកត្រៀមសរសេរកត់ពីនឹងអាចថាម៉េចបាទពេលដែលលោកគ្រូអានហើយកូនឯងយកទៅសរសេរហើយអានខ្លួនឯងបន្ថែមទៀតអានឲ្យចាំអានឲ្យចេះណាអានឲ្យស្ទាត់ឥឡូវចូលទៅកាន់ slide មួយទៀតគឺ slide ចុងក្រោយហើយគឺការអានអត្ថបទខ្លីបាទនៅក្នុងវីដេអូលោកគ្រូតែងតែមានទាំងអស់គឺពីការអានព្យាង្គអានពាក្យអានល្បះនិងអានអត្ថបទខ្លីឥឡូវកូនមើលអត្ថបទខ្លីមួយនៅក្នុងសៀវភៅរបស់កស៊ូបានរៀបចំមកអញ្ចឹងកូនមើលណាគោពូយោគោពូយោអញ្ចឹងយើងអានអត្ថបទខ្លីជាមួយលោកគ្រូទាំងអស់គ្នាគោពូយោឈឺរ៉ាំរៃឃើញទេពាក្យរ៉ាំរៃមានម្ដងពីរដងណាអញ្ចឹងកូនអាចឆាប់ចេះហើយរៀនឃើញតតែអញ្ចឹងកូនអានហើយអានទៀតអញ្ចឹងកូនឆាប់ចាប់បានពេលដែលចក្ខុហៅថាចក្ខុនោះគឺភ្នែកណាពេលដែលចក្ខុវិញ្ញាណរបស់កូនបានឃើញឬហៅថាភ្នែករបស់កូនបានឃើញបាទគូក្បាលរបស់កូននឹងចងចាំឥឡូវចូលទៅបន្តទៀតគឺពូយោថាពូយោថាវ៉ារីវាយគោនាំឈឺរ៉ាំរៃពូយោថាវ៉ារីវាយគោនាំឈឺរ៉ាំរៃវ៉ារីដើររ៉ែរចាំពូយោវ៉ារីដើររ៉ែរចាំពូយោវ៉ារីសុំតវ៉ាពូយោថាកុំតវ៉ាវ៉ារីសុំថែគោពូយោបាទអត្ថបទខ្លីមានប៉ុណ្ណឹងก่อนណាចឹងកូនរៀនអានខ្លួនឯងបន្ថែមទៀតបាទពេលដែលបានទស្សនាវីដេអូរបស់គ្រូហើយរៀនអានបន្ថែមទៀតកន្លែងកូនអានអត់បានចាក់ស្ដាប់ម្ដងហើយម្ដងទៀតណាកូនណាបាទអរគុណច្រើនសម្រាប់ការទស្សនារបស់កូនទាំងអស់គ្នានៅវីដេអូដែលគ្រូបានផលិតនេះអញ្ចឹងបើសិនជានៅក្នុងវីដេអូនេះកូនទទួលបានអត្ថប្រយោជន៍ពីការសិក្សាជាមួយនឹងលោកគ្រូសូមកូនក៏ដូចជាអាណាព្យាបាលនៃសិស្សសូមជួយចុច Subscribe ឬចុចសញ្ញារូបកណ្ដឹងជួយការលើកទឹកចិត្តនិងដើម្បីឲ្យទទួលបានវីដេអូថ្មីៗបន្តទៀតនៅពេលដែលខ្ញុំធ្វើការផុសវីដេអូបន្តទៀតនៅក្នុងមេរៀនជាបន្តបាទសូមអរគុណទុកជាមុនចំពោះទឹកចិត្តដ៏ល្អពីអាណាព្យាបាលរបស់សិស្ស
ចឹងវីដេអូនេះគឺបានបញ្ចប់ហើយសូមកូនៗទាំងអស់គ្នាសិក្សាឲ្យបានច្រើនបាទខំប្រឹងសិក្សាឲ្យបានច្រើនកុំយកពេលទំនេរទៅធ្វើអ្វីដែលมันមានប្រយោជន៍ដូចជា ការលេងហ្គេមបាទការលេងហ្គេមសូមកុំចំណាយពេលវេលាទៅលេងហ្គេមអីអត់ល្អទេអញ្ចឹងកូនត្រូវខិតខំរៀនសូត្រឲ្យបានច្រើនណាកូនណាបាទអរគុណច្រើនជួបលោកគ្រូនៅវីដេអូជាបន្តទៀតនៅមេរៀនតាមលំដាប់លំដោយអរគុណជម្រាបលា